របៀបតម្លើងទូដែកទូដាក់ស្បែកជើងពីហាងឌីជោបងប្អូនយកទៅតាមខេត្តបងប្អូនអាចតម្លើងតាមវីដេអូនេះបានជំនាញដំបូងបងប្អូនហែកចេញមកគឺគេមានក្រុមបេថងស្អាតបែបនេះបាទជាតម្រងផ្ទាំងមួយបងប្អូនអាចមើលតាមវីដេអូជាក់ស្ដែងហើយតម្លើងតាមរំដោយទូនឹងវាគឺមានតែគ្រប់ឈុតបាទហើយយើងហែកថងចេញមកសិនបងប្អូនបាទហែកអញ្ជែងវាសងខាងផ្ទាំងមួយបាទជំហានដំបូងបងប្អូនចាប់ដើមហែកផ្ទាំងបាតលើបាទផ្ទាំងក្តារយើងបាទបងប្អូនសម្គាល់ធ្នេបាទវាមានធ្នេមកជុំហ្នឹងវាមានធ្នេបិទបន្តគ្នាអញ្ចឹងអាធ្នេហ្នឹងបងប្អូនសម្គាល់ដាក់ខាងក្រោយបាទដើម្បីមើលទៅឃើញស្អាតហើយបងប្អូនចាប់ជាមួយទំនុំដែក2បាទវាមានត្រង់ដែកមុខហើយនឹងក្រោយសម្គាល់តាមរយៈប្រហោងធំបែបនេះបាទហើយយើងមានវិស4បងប្អូនបាទប្រហោងវាធំមួយប្រហោងធំអត់ចប៉ុយមួយមានចប៉ុយមានចប៉ុយហ្នឹងបានន័យថានៅមុខទូអានេះក្របវិស4គ្រាប់បងប្អូនបាទចាប់សោកវិសទាំងបាតលើឈើសិនបាទចាប់ទាំង4គ្រាប់ហើយដើម្បីងាយស្រួលក្នុងការចំណាំបាទអញ្ចឹងយើងមើលចប៉ុយនេះនៅខាងមុខបាទបន្ទាប់មកបងប្អូនចាប់ជាងបាទហើយនឹងផ្ទាំង1 2 3ហ្នឹងទាំងក្រោយបាទបញ្ចូលគ្នាដាក់តាមទម្រង់នេះមកហើយចាប់ជាងឆ្វេងជាងស្ដាំបញ្ចូលគ្នាជាមួយនឹងវិសវែងបាទវាមានវិសវែងជាងគេណាវិសវែងច្រើនហ្នឹងចាប់បញ្ចូលជាមួយនឹងក្នុងដែកលើដែកក្រោមបាទអញ្ចឹងវានៅដែកលើដែកក្រោម2ទៀតដែលយើងអត់ជាប់យើងដាក់មកហើយចំណាំអាដែកដែលមានចប៉ុយហ្នឹងគឺនៅខាងមុខទូបាទតិចទៀតបងប្អូននឹងឃើញជាគំរូបាទហើយយើងដាក់កង់មុននឹងយើងបញ្ឈរបាទយើងដាក់ជើងគំរូបាទជើងគំរូមុននឹងយើងបញ្ឈរដាក់ទាំង4តោះមកយើងបញ្ឈរបាទហើយសម្គាល់ទំនងដែកដែលនៅមុខគឺមានចប៉ុយដែលទប់ទ្វារនេះបងប្អូនបាទនេះនៅទំនងបែបនេះអានេះគឺនៅមុខបាទនៅពីមុខហើយបន្ទាប់មកបងប្អូនចាប់ដើមដាក់កលឹះដើម្បីត្រូលជាន់នីមួយៗរបស់ទូស្បែកជើងបាទយើងចាប់ដើមដាក់ចូលមកល្មមមកទំហំល្មមដែលបងប្អូនត្រូវការប្រើមកដាក់ឲ្យស្មើគ្នាបាទបងប្អូនដាក់តង់ទី2បងប្អូនដាក់តង់ទី2ដូចគ្នាឲ្យស្មើគ្នាជុំវិញ4ជ្រុងបាទដាក់ម្ដងមួយជាន់ហើយនេះទ្វារបងប្អូនបើកហើយស្គុតចេញមកហើយចាប់ដើមសោកជ័របាទចគាត់ជ័រដើម្បីដាក់ភ្ជាប់ជាមួយទ្វារចិត្តបាទនេះយើងមូលថាសិនបានទេបងប្អូនមូលថាសិនទៅដើម្បីយើងដាក់ជាន់មួយហ្នឹងឲ្យចូលស្រួលបើយើងមូលតឹងវាពិបាកដាក់ចូលបងប្អូនបាទមូលថាមកតុបសិនបាទជាមួយជាងហ្នឹងបាទមូលមកល្មមសិនបានបងប្អូនហើយយើងចាប់ដើមបញ្ឈរហើយយើងចាប់ដើមដាក់ជាន់មួយបាទដាក់ជាន់ក្រោមរហូតដល់ជាន់លើទាំងជាន់ហ្នឹងយើងលៃលោកមកកាមឲ្យស្មើគ្នាមកល្មមមកបងប្អូនបាទមើលមកល្មមឬក៏បងប្អូនតម្រូវការចន្លោះប្រហោងប៉ុណ្ណាបងប្អូនអាចលៃលោកមកសំរុំតាមប្រភេទបច្ជើងឬក៏អីវ៉ាន់ដែលបងប្អូនត្រូវដាក់បានព្រោះថាទូនេះយើងអាចដាក់ជាបច្ជើងដាក់ជាសភៅដាក់ជាវ៉ាន់ផ្សេងៗក៏បានដែរបងប្អូនបាទអានេះគឺតំណងបាតលើដែលយើងភ្ជាប់ពីខាងដើមហ្នឹងយើងយកមកបាទតុបពីលើតែម្ដងបាទអញ្ចឹងពេលដែលយើងដាក់ធ្នេនឹងនៅក្រោយវាអត់ឃើញធ្នេទេបាទស្អាតហើយយើងចាប់ផ្ដើមចាប់វិសក្រោយមុនបងប្អូនចាប់ថាមូលថាសិនបាច់តន់រឹតណែនព្រោះយើងត្រូវការប្រហើបបាតលើហ្នឹងដើម្បីដាក់ទ្វារនេះគឺកលឹះទ្វារអាវែងយើងដាក់ចូលទ្វារបាទហើយអាខ្លីវាមានមកខាងវិញមកខាងខ្លីអាខ្លីហ្នឹងយើងដាក់ចូលតំណងដែកដែលជាប់នឹងទូបាទអញ្ចឹងចំណាំកន្លែងហ្នឹងបងប្អូនបាទហើយវាមានមកខាងវិញមកខាងខ្លីអញ្ចឹងអាខ្លីយើងដាក់ជាមួយតំណងដែកអាវែងយើងដាក់ឡើងមកលើជាប់នឹងទ្វារបាទហើយវាមានជួរខ្មៅ2កង់ដាក់ទ្រាប់ដើម្បីកុំឲ្យគៀបទ្វារហើយយើងសោកពីក្រោមហើយចាំផ្អឹបឡើងទៅលើដើម្បីហើបទ្វារហើបបាតលើនឹងបន្តិចបាទនេះគឺយើងដាក់បាទក្របដែកសោកទ្វារហ្នឹងដាក់ចូលឲ្យវែងចូលទៅទ្វារហើយយ៉ាងណាខ្លីដាក់ឡើងមកលើបាទយើងប្រហើបតិចមកដល់ពេលយើងអត់តន់រឹតណែនយើងប្រហើបបានបងប្អូនហើយចាំយើងដាក់វាចូលថាកំតន់រឹតបាទដាក់ចូលថាហើយចាំយើងបាក់មកខាងទៀតចាំយើងរឹតណែនបងប្អូនអញ្ចឹងទេវាអាចដាក់ចូលបាទដាក់វាចូលយើងបងប្អូនដាក់ម្ដងមួយបាទនេះយើងដាក់មកខាងទៀតបាទខាងទៀតបើរៀងតឹងតិចបងប្អូនរៀងនេះវាតិចទៅពេលខ្លះវាតឹងវាជាប់ថ្នាំជាប់អីវាអាចតឹងបាទឆ្កៀវវាតិចបាទអញ្ចឹងនេះគឺយើងដាក់ទ្វារប្រហើបបន្តិចមកគឺបានហើយបាទប្រហើបបន្តិចដាក់ចូលបាទអញ្ចឹងជាការស្រេចបាទរួចរាល់ទូបច្ជើងយើងបាទអញ្ចឹងសម្រាប់បងប្អូនដែលជាវទៅអរគុណសម្រាប់ការគ្រប់គ្រងពីហាងឌីជោអានេះគឺដែលឆក់បងប្អូនបាទដែលឆក់ដែលយើងដាក់ជាមួយនឹងចប៉ុយដែកដែលទប់ទ្វារហ្នឹងបាទវាមានស្គុតមក4គ្រាប់ដែរបិទស្គុតហើយយើងដាក់ឆក់ជាប់ជាមួយនឹងចប៉ុយដែកត្រូទ្វារតែម្ដង
4 5ប្រទេសបងប្អូនបិទជាមួយដៃឆក់ហើយយកទៅបិទជាមួយនឹងតំណងដៃទប់ទ្វារហ្នឹងបាទ4គ្រាប់អញ្ចឹងយើងបិទហើយយើងដាក់ទ្វារជាប់ឲ្យបងប្អូនបាទទាញទ្វារបិទទៅមកល្មមមកសមហើយបើមានកន្លែងប្រហោងមានហើបអីតិចយើងអាចពុតតិចតួចបានបងប្អូនបាទឲ្យវាល្មមបាទនេះគឺរួចរាល់បាទពណ៌សដោះគោបងប្អូនបាទអរគុណ